ចំណាយពេលមួយថ្ងៃពេញជិះម៉ូតូដើរលេងជុំវិញកោះរ៉ុងបងប្អូនដែលចំណាយត្រឹមតែ60000រៀលទេតោះចង់ដឹងថា60000រៀលនេះយើងជិះម៉ូតូដើរលេងកោះរ៉ុងបានទីតាំងណាខ្លះតោះកុំភ្លេចតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាព្រលឹមព្រឹកឡើងគឺខ្ញុំធ្វើដំណើរមកកំពង់ផែទេសចរព្រោះខ្ញុំធ្វើដំណើរនេះទៅជើងទី1បងប្អូនគឺដើម្បីមកទទួលសម្បត្តិនៅការិយាល័យលក់សម្បត្តិ GTVC Speedboat ដែលក្រុមហ៊ុននេះនៅក្នុងមួយថ្ងៃធ្វើដំណើរមាន4ជើងអញ្ចឹងហើយវាចំណេញពេលវេលារបស់យើងអាចទៅលេងកោះរ៉ុងវិញល្ងាចដោយមិនចាំបាច់គេងក៏បានដែរហើយសម្រាប់ទីធ្លារង់ចាំឧបរគឺធំទលាយមានកន្លែងអង្គុយទលាយមែនទែនគឺអត់ស្មុគស្មាញទេខ្យល់អាកាសត្រជាក់ល្អឥឡូវនេះខ្ញុំបានមកឆែកសម្បត្តិកន្លែងឧបរហើយមុននឹងឡើងទូកគឺគេត្រូវឆែកសម្បត្តិយើងម្ដងទៀតឥឡូវនេះយើងធ្វើដំណើរចេញហើយរាល់ការធ្វើដំណើរគឺខ្ញុំតែងតែជ្រើសរើសយកក្រុមហ៊ុន GTVC Speedboat បងប្អូនដោយសារធ្វើដំណើរតាមក្រុមហ៊ុននេះគឺខ្ញុំចំណេញពេលវេលាមែនទែនបងប្អូនគឺចំណាយពេលត្រឹមតែ20ទៅ30នាទីគឺខ្ញុំដល់កោះរ៉ុងហើយអញ្ចឹងអត់ពិបាកទេយើងចំណាយពេលតិចចំណេញពេលយើងច្រើនយើងអាចបានដើរលេងបានច្រើននៅលើកោះរ៉ុងហ្នឹងតែម្ដងហើយបងប្អូនខ្លះក៏ឆ្ងល់ថាខែហ្នឹងទៅលេងកោះបានដែរបើភ្លៀងរហូតហ្នឹងអត់ទេបងប្អូនខែណាក៏អាចទៅលេងកោះបានដែរដូចឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងគឺអាកាសធាតុស្អាតមែនទែនបន្ទាប់ពីធ្វើដំណើរបាន20ជាងនាទីឥឡូវនេះខ្ញុំបានមកដល់កោះរ៉ុងហើយបងប្អូនគឺថាទេសភាពស្រស់ស្អាតមែនទែនធ្វើឲ្យយើងទទួលបានអារម្មណ៍មួយដែលមិនធ្លាប់ជួបបងប្អូនដោយសាររដូវនេះជា green season អញ្ចឹងហើយបងប្អូនមើលចោះទេសភាពឡើងខៀវពីរួមទៅរុក្ខជាតិអីមើលទៅឡើងពណ៌បៃតងហ្មងហ្នឹងបូករួមនឹងអាកាសធាតុល្អទៀតនិយាយថាថ្ងៃនេះដឹងតែសប្បាយតែម្ដងឥឡូវនេះខ្ញុំអត់បង្អង់យូរទេពេលមកដល់ទឹកដីកោះរ៉ុងភ្លាមខ្ញុំក៏ធ្វើដំណើររកកន្លែងដែលជួលម៉ូតូពួកអីគោលដៅរបស់ខ្ញុំថ្ងៃនេះគឺជិះម៉ូតូដើរលេងជុំវិញកោះរ៉ុងតោះអញ្ចឹងទៅទស្សនាសម្រាប់កោះរ៉ុងជាមួយខ្ញុំទាំងអស់គ្នា